ក្នុងសមរភូមិ Mobile Legends មនុស្សជាច្រើនចង់ធ្វើជាហីរ៉ូខចង់បានគៀនចង់ល្បីនិងចង់ឲ្យគេមើលឃើញពីភាពខ្លាំងរបស់ខ្លួនប៉ុន្តែសម្រាប់ខ្ញុំជ្រើសរើស play ដែលខុសពីគេខ្ញុំជ្រើសរើសភាពអាក្រក់ដ៏ធ្ងន់បំផុតដើម្បីក្លាយជា tank ដែលធ្វើនៅមុខគេជានិច្ចមានប្រសិទ្ធភាពគោលភាពខ្លាំងបំផុតមិនមែនស្ថិតលើការបង្កសត្រូវប៉ុន្តែស្ថិតលើការការពារអ្នកដែលលេងបាយខ្លួនឲ្យមានសុវត្ថិភាពការលេងមិនមែនមានន័យថាខ្ញុំគ្មានសមត្ថភាពខៀវសត្រូវនោះទេប៉ុន្តែវាជាការស្ម័គ្រចិត្តលះបង់នៅពិន្ទុ KDA ផ្ទាល់ខ្លួនដើម្បីជ័យជំនះរបស់ក្រុមឈាមរបស់ខ្ញុំដែលស្រក់ចុះគឺជាឱកាសសម្រាប់មិត្តរួមក្រុមវាយបកទៅវិញនេះឬអត់ពុតលើសម្ពាធជន់ទិសបើស្ទាក់ស្ទើរក្រុមនឹងបាត់បង់ឱកាសគេថាយើងមិនបានមានតែដល់ពីតែខ្ញុំតែជឿថាកំពុងដើម្បីផ្ដល់ពន្លឺលើអ្នកឲ្យយើងជាអ្នករបស់ការប្រយុទ្ធទូទៅដល់ក្រោយរបស់យើងមិនមានពន្លឺដោយអ្នកដទៃ